vàជំរាបសួរបងប្អូនបាទថ្ងៃនេះខ្ញុំមកលេងនៅកន្លែងផែសមុទ្រនៅទីក្រុង San Diego បាទហើយកន្លែងនេះកន្លែងគេលក់សំបុត្រដើម្បីយើងជិះទូកបាទមានតម្លៃផ្សេងបាទតម្លៃ40រៀលឡើងទៅបាទកន្លែងនេះហើយយើងជិះទូកនៅលើទូកហ្នឹងមានគេឲ្យយើងញ៉ាំដូចជាអាហារដូចជាភេសជ្ជៈអីនៅលើទូកហ្នឹងតែម្ដងបាទហើយអ្នកដែលទិញសំបុត្របានហ្នឹងគេមកតម្រង់ជួរនៅកន្លែងនេះបាទដើម្បីត្រៀមបាទឡើងជិះទូកបាទនៅទូកនៅខាងមុខខ្ញុំហ្នឹងបាទតម្លៃ$45បាទក្នុងម្នាក់បាទនោះបាទនេះសិស្សពួកគាត់ដែលរងចាំបាទឡើងជិះទូកហ្នឹងបាទហើយបាទដូចពួកគាត់ហ្នឹងបាទគាត់កំពុងតែរងចាំជិះទូកហ្នឹងបាទដូចទូកនេះមួយអញ្ចឹងបាទគាត់បានចម្លងមនុស្សមកពីខាងមួយចំហៀងទៀតបាទមួយចំហៀងនោះគេហៅថាកោះ Coronado បាទកោះ Coronado ហ្នឹងពួកគាត់ចង់មកលេងនៅខាងខេត្ត San Diego នេះបាទគាត់ត្រូវបង់លុយម្នាក់$18បាទដើម្បីជិះទូកហ្នឹងមកខាង San Diego បាទខ្ញុំកំពុងតែថតនេះខ្ញុំនៅ San Diego បាទកន្លែងផែហ្នឹងបាទយើងឃើញទិដ្ឋភាពដូចនេះបាទឥឡូវទូកហ្នឹងបានរំកិលមកចិត្តខ្ញុំបន្តិចហើយបាទមកដល់កន្លែងផែហ្នឹងបាទគេនឹងទម្លាក់អ្នកធ្វើដំណើរហ្នឹងចុះតាមស្ពានដែលគេឲ្យដើរហ្នឹងបាទឥឡូវហ្នឹងអ្នកដំណើរដែលឆ្លងមកពីកោះ Coronado ហ្នឹងបាទបានចេញពីទូកមកហើយដើម្បីឆ្ពោះមកកាន់កំពង់ផែទីក្រុង San Diego បាទនេះជាទិដ្ឋភាពដែលខ្ញុំកំពុងតែផ្ដិតយកបាទដើម្បីចែកជូនបងប្អូនទស្សនាកម្សាន្តបាទនៅ San Diego នេះបាទមនុស្សចេញមកជាបន្តហើយពួកគាត់នឹងមកដល់ផែ San Diego បាទនេះជាទិដ្ឋភាពនៅផ្នែក San Diego បាទយើងឃើញមនុស្សកកុញបាទអ្នកខ្លះក៏តម្រង់ជួរចាំទិញសំបុត្របាទឡើងជិះទូកផ្សេងទៅកន្លែងកំសាន្តឬក៏ដើរទៅមើលកន្លែងផ្សេងទៀតបាទអានេះគឺជាកប៉ាល់សង្គ្រាមឈ្មោះនិមិត្តបាទហើយកប៉ាល់នេះគឺរបស់កងទ័ពអាមេរិកបាទធំមែនទែនបាទចតនៅកន្លែងផែទីក្រុង San Diego បាទនេះខ្ញុំថតពីចំហៀងឃើញចេះបាទហើយនេះយើងអាចមើលអានេះពីកតុយវិញបាទនេះយើងមើលពីកតុយហ្នឹងឃើញបងប្អូនយើងកំពុងតែញ៉ាំអាហារបាទនៅលើហ្នឹងបាទនេះគឺជាកប៉ាល់ទាហានបាទឥឡូវនេះខ្ញុំថតពីចំហៀងកប៉ាល់កងទ័ពនឹងបាទពីចំហៀងខាងនេះវិញបាទយើងឃើញកប៉ាល់នឹងធំមែនទែនបាទនេះគេហៅថា Midway បាទ Midway បាទធំមែនទែនហើយចតនៅខាងកំពង់ផែទីក្រុង San Diego បាទហើយនៅតាមផ្លូវហ្នឹងក៏មានបងប្អូនអ្នកទេសចរអ្នកមកដើរលេងច្រើនហើយមានគេបាទតាមស្តង់បាទមានផ្សេងបាទឥឡូវបងប្អូនដើរតាមផ្លូវនេះជាមួយខ្ញុំបាទនៅផែទីក្រុង San Diego នេះបាទហើយកន្លែងអគារមួយនេះគឺជា restaurant មួយបាទនៅជាប់មាត់សមុទ្រតែម្ដងបាទហើយក៏ជាប់នឹងកប៉ាល់សង្គ្រាមបាទឈ្មោះថា Midway នឹងដែរបាទកប៉ាល់សង្គ្រាមនោះនៅខាងមុខហ្នឹងបាទហើយកន្លែងនេះកន្លែងគេទទួលដូចថាយើងចតឡានចតអីគាត់អ្នកឲ្យ ticket បាទយើងចតឡានទៅយើងចូលញ៉ាំអាហារនៅទីនេះ ប
và là nick nhôm nâng từ thọt nơi kháng mục mình tách bà lại ní nơi chùa mót sầm mót tay mà đong bà lạiกับปังสังเกตนี่ว่าบ้านนี้คือเชียร์เจาะโจ้ได้ยืนจองยามาหาไอ้บางหลังคือเจาะโจ้อะไรนี่ไอ้ยิงอานี่เจยชิมวยเนี่ยบากอดชมูบากอดในทางมุกนี้và về mùi quạt tới còn vô mùi dướng hay còn họ dừng cùi chám hay còn thằng hai mùi dướng trôn nhảm mà bà lời ní bà dừng khơi nhới bà hàng bà quạt nó cứ nơi chọp nó sầm một bà này bà dừng trôn nhám nhưng bà cùi mưa là cái sự sầm một ấy chẳng bà này đôi dừng khơi nhới bà cái này đây sòng kia nó cứ thơ lôi từ lừa tức sầm một tay mà đo này bàนี่คือเชียร์ป่าอยากกะหรือก็ยิงอาหมอมือวิวในจอบสมุดนั้นให้ก็มีนจอละกะบอสทองได้บาทนกาเหมือนยามอาหารในที่นี้บ้านนี่คือเชียร์กำปงท้ายในที่กรุงซานดิเอโกว่าอย่างคือบ้านนี่อยากกับป่ากองตัวในชั่วโมงบิดไว้นั่งบ่ากอดจอดในไรนี่บ้านนี่สไตล์เนี่ยเกมอลีในไงนังได้บ้านนี่คือกอดนี่กำปงตายองคุยในเรือบองนั่งบ่bà lớn nước chìm đa là tên lương đi mà tách bà ta thon lời hàng lừa ní bà ní cứ chia rồi bia bà memory bà statue bà rụp sầm nạ bà rồi bỏ con to bà vẽ ly để bà slap tới được không nông mà small phu mà ní cái vừa chia rụp sầm nạ bỏ bộ quát nơi tì ní bà sẽ còn to nơi lừa cả bà là midway đó màบ้านนี้เชียร์ติดตะเพียบตู้เต๋อว่าในกันไรเนี่ยกระปงไทยที่กรุงซานดิเอโกไอ้กันไรนี่ก็เกมเมียนเธอรูปสำนาโดยเชียร์ได้ปุ่นบ่าได้จอกมอปีเปสกากรรมในเรือกระปาสังเกตนังเว้นบ่าที่มาจูบปุ่นกี่รถเอาเท้าไอ้ซากับได้นึกโดยเลิกระบอกบุกกอดว่าด้วยนี่bà này cái thơ rụp sầm nạ màកំពុងតែថើបប្រពន្ធមកឥឡូវយើងថតចំនេះវិញបាទបានមើលយើងចាប់បាក់តិចបាទដូចប្តីគេថើបប្រពន្ធគេបាទនេះបាទនៅផែសាន់ឌីហ្គោនោះបាទយើងឃើញនេះបាទទូកទេសចរក៏មានដែរបាទនេះស្តែទូកសម្រាប់ធ្វើការដំណើរកំសាន្តនៅសមុទ្រសាន់ឌីហ្គោនេះបាទអូខេបងប្អូនឥឡូវនេះខ្ញុំកំពុងតែដើរតាមផ្លូវហ្នឹងបាទតាមផ្លូវផែซันดิโกนั่งบ่าตามนี่เสียขาในตึกสมดบางสนามใดผมนั้นบ่ายังเคยหายเมียนนิวหมดเลยในตีนี่เจ้ากันบ่ายังเคยเมียนเนี่ยตือเมียนเนี่ยมาบ่าสไตล์ชิ้นเนี่ยหมดดาเลงในพายซันดิโกนี่บ่าไอ้บองพระโอนบ่าก็บานโจรวมจมูกขยมดาเลงจมูกขยมจังได้บ่าในพายซันดิโกดอกเมียนสาวพรเพียบมาดอกสระตะกามาในตึกตะเพียบที่กรุงซันดิโกจวบนังสมดมายังคืนมานี้โดยตู้หรือกับปาร์กี้นั่งบาจอดในพายซันดิโกนั่งบานี่ฮะพอนี่พอคิวตึกบิดนิสอาร์บ้าvàนี่เชียร์ตะเพียบในกระปงท้ายซันดิโกbà lợiนี่ขยมดาวมาดอลไหลนั่งบ่าอย่างคือมนุษย์มันนี่ดาวเล่นชาติเป็นเต้นบ่ให้ขังมุกขยมนั่งกิดดาทาซีโพด
và cái hai ta Seaport Village và cái nàyนี่คือไหลพายมวยโดยสำคัญได้สำหรับพิวติสจอมาเลยในที่นี้บ่ายก็มีลูมาโฮบะฮาหนึ่งสองประดับเซนในบ้านในดงบอลซีโพดนี่บ่ายังมือขางเทรนได้ขยมนั่งบ้านในซีโพดวิลเลจนั่งบ่าข้างในคือสไตล์แนมาเลยติสจอนั่งกินคุยยำอาฮาให้ก็เกี่ยมือละติสเพียบในขางบุกกีนั่งมีตีสมดบ่าป้ามาย่างได้ป่ะน้องกาดาเลงหรือก็vacation ป่าtừปีcái lái môi từ cái lái môiป่ะhay là tôi một nắng cứ chia một bài bà nơi này tiết phiệp the best มากมาอย่างอ้อยท่าติดphiệpในที่นี้คือละอ้อผมพอดบ่สำหรับได้แนะมาเลยซันดิเอโกรัฐแคลิฟอร์เนียบ่ในขางมุกยมนี่กวาดกำปงตายรองchúa ដើម្បីចូលញ៉ាំអាហារនៅក្នុងហាងនេះបាទនេះបាទសំខាន់នៅកន្លែងនេះគឺគេធ្វើ restaurant ហ្នឹងនៅជាប់មាត់សមុទ្រតែម្ដងបាទមើលនៅខាងនេះបាទនេះគឺជាសមុទ្រហើយខាងនោះមានស្ពានមួយយ៉ាងវែងបាទអាហ្នឹងទៅកោះមួយទៀតគេហៅថាកោះ Coronadoបាទយើងមើលតាមផ្លូវដែលខ្ញុំកំពុងដើរតាមផែជាប់សមុទ្រហ្នឹងបាទឃើញគេថតរូបថតអីចឹងទៅបាទដូចពួកគាត់នេះបាទហើយអ្នកខ្លះបាទអង្គុយលេងមើលបរិយាកាសខ្យល់អាកាសបាទនៅជាប់នឹងសមុទ្រហើយនឹងទីក្រុងសាន់ឌីហ្គោបាទនេះបើយើងដើរទៅយើងដើរហូរហែរហូតទៅតាមផ្លូវហ្នឹងបាទនោះផ្លូវហ្នឹងដើរតាមមាត់សមុទ្ររហូតបាទយើងឃើញចេះបាទមនុស្សច្រើនបាទថ្ងៃនេះពួកគាត់មកលេងនៅកន្លែងនេះបាទបាទដូចគាត់នេះចឹងបាទគាត់ជិះកង់កំសាន្តលេងរបស់គាត់មួយយ៉ាងរបស់គាត់ដែរបាទមានភ្លេងមានតន្ត្រីចឹងទៅបាទនៅខាងមុខខ្ញុំនេះបាទមាន restaurant មួយបាទមានជាន់លើផងជាន់ក្រោមផងបាទឈ្មោះថា Malibu បាទ Malibu Farm បាទនេះគឺជាភោជនីយដ្ឋានមួយដ៏ទំនើបផងដែរបាទនៅជាប់មាត់សមុទ្រហើយនឹងទីក្រុង San Diego ដែលឃើញមានភ្ញៀវគេញ៉ាំនៅខាងលើហ្នឹងបាទឈ្មោះថា Malibu Farm បាទឥឡូវទៅមុខទៀតបាទខ្ញុំគ្រាន់តែផ្ដិតយករូបភាពបាទឬក៏ទេសភាពនៅទីក្រុង San Diego ដែលនៅជាប់មាត់សមុទ្រនេះបាទកន្លែងនេះក៏មានគេ tattoo បាទយើងចង់ tattoo អីមានបាទនេះគេដាក់ henna tattoo បាទកន្លែងគេឆ្លាក់ដៃឆ្លាក់ជើងយើងហ្នឹងបាទនៅតាមផ្លូវកំពង់ផែរបស់ San Diego នេះបាទគឺមានគេរៀបចំបាទរបស់របរផ្សេងឬក៏ព័ត៌មានផ្សេងដែលយើងចង់សាកសួរអីបាទគឺមិនខ្វះអីបាទហើយនេះក៏មានឡានប៉ូលីសបាទនេះជាឡានប៉ូលីសដែលជាអ្នកធ្វើការបម្រើប្រជាពលរដ្ឋអាមេរិកបាទនេះគេដាក់ថា Harbor Police បាទឡានប៉ូលីសបាទនេះគឺជារថយន្តដែលយើងអាចជិះបាទក្នុងម្នាក់$45បាទរថយន្តនេះបាទយើងអាចទិញសំបុត្រជិះបានហើយគេនាំយើងទៅសមុទ្រទៅមើលសត្វស៊ីលបាទទៅមើលសត្វស៊ីលបាទគេដាក់ហើយនោះគេដាក់ថា Seal Tour បាទ Seal Tour សម្រាប់អាឡានហ្នឹងយើងបើកនៅលើគោកបើកបានទៅដល់ក្នុងទឹកវាមានស្លាបចាក់របស់វានេះមានស្លាបចាក់ហើយយើងអាចជិះ tour បាទសំបុត្រម្នាក់$45បាទយើងឃើញខាងក្រោយនេះមានស្លាបចាក់បាទឡាននេះបើកលើគោកក៏បានចុះទៅក្នុងសមុទ្រក៏បានបាទអានេះគេឲ្យឡាន tour សម្រាប់ជិះមើលសៀលនៅក្នុងសមុទ្របាទនេះឡានហ្នឹងបាទខ្ញុំថតពីមុខវិញបាទខ្ញុំចង់មើលទម្រង់មុខវាយ៉ាងម៉េចបាទឡាននេះគឺបើកលើគោក៏បាន
បើកនៅក្នុងទឹកសមុទ្រក្នុងទឹកសមុទ្រក៏បានបាទនេះអានេះខ្ញុំថតចំមើលពីមុខក៏បានបាទនេះគឺជាប្រភេទរថយន្តសម្រាប់ដឹកភ្ញៀវទេសចរពីលើគោកចុះទៅសមុទ្រដើម្បីមើលសត្វសៀលបាទសត្វសៀលនៅក្នុងសមុទ្រហ្នឹងបាទទេសភាពស្អាតណាបងប្អូនបាទនៅជាប់មាត់សមុទ្រហ្នឹងបាទភាគច្រើនបាទច្រើនមានគេបង្ហោះខ្លែងបាទគេខ្លែងបាទតែបង្ហោះនេះមាន3បាទហើយគេបង្ហោះនៅមុខកន្លែងសមុទ្របាទជាប់កំពង់ផែហ្នឹងបាទហើយខាងក្រោមនេះមាននារីកំពុងតែដេកលើស្មៅឆែកទេរ៉ូហ្វូននេះចឹងទៅបាទខ្លែងគឺល្អមែនទែនបាទបងប្អូននៅតាមផ្លូវមាត់សមុទ្រសាន់ឌីហ្គោហ្នឹងបាទយើងឃើញហើយបាទមានអ្នកមកលេងអ្នកខ្លះជិះកង់អ្នកខ្លះដើរបាទហើយនៅតាមលើផ្ទៃទឹកវិញអ្នកខ្លះជិះកាណូតជិះអូបអញ្ចឹងទៅបាទឥឡូវនេះខ្ញុំគ្រាន់តែផ្ដិតរូបភាពបាទឲ្យបងប្អូនបានឃើញបាទនៅទេសភាពគេហៅថាឆ្នេរសមុទ្រដែលជាប់នឹងទីក្រុងកំពង់សាឡំកំពង់សោមឆ្នេរសមុទ្រជាប់នឹងទីក្រុងសាន់ឌីហ្គោបាទដែលយើងអាចហៅថាជាផែក៏បានបាទកំពង់ផែរបស់សាន់ឌីហ្គោហ្នឹងបាទគឺសម្បូរទៅដោយដែលរស់នៅអ្នករស់នៅទីនេះឬក៏ភ្ញៀវមកពីបណ្ដាប្រទេសផ្សេងឬក៏មកពីរដ្ឋផ្សេងបាទពួកគាត់មកលេងនៅទីនេះហើយចូលចិត្តមកដើរកម្សាន្តនៅជាប់មាត់សមុទ្រនេះបាទព្រោះបញ្ហាសំខាន់គឺវាមានបរិយាកាសខ្យល់សមុទ្របាទបក់មកត្រជាក់ហើយមានភាពបរិសុទ្ធបាទដូចគាត់នេះចឹងបាទក៏រត់ផងគាត់លើកទង់ជីបាទទង់ជីអាមេរិកាំងហើយនឹងទង់ជីរដ្ឋកាលីហ្វ័រញ៉ាហ្នឹងបាទក៏រត់ផងក៏កវីផងអានេះជាការចំណង់ចំណូលចិត្តបាទរបស់គេដែលគេចង់ធ្វើបាទនៅកន្លែងចំណុចនេះវិញបាទយើងឃើញអ្នកមកលេងទីនេះបានឈរមើលទេសភាពស្ពានបាទនៅខាងមុខហ្នឹងគេហៅថាស្ពានកូរ៉ូណាដូបាទយើងឃើញស្ពានហ្នឹងឡើងវែងបាទឆ្លងកាត់សមុទ្របាទនេះជាដូចថាឆ្នេរហ្នឹងបាទនៅតាមជើងឆ្នេរហ្នឹងគេមានដាក់ដូចដុំថ្មបាទដើម្បីទប់ជើងឆ្នេរហ្នឹងកុំឲ្យវាបាក់ស្រុតបាទដោយសារទឹកខ្យល់រលកបាទនេះជាទេសភាពនៅតាមផែនៅទីក្រុងសាន់ឌីហ្គោរដ្ឋកាលីហ្វ័រញ៉ាបាទស្អាតមែនទែនបាទហើយខាងមុខហ្នឹងក៏មានប៉ូលីសដែរបាទប៉ូលីសគេដើរត្រួតពិនិត្យមើលបាទក្រែងមានអ្នកណាបាទកន្លែងនេះគេមិនអាចអនុញ្ញាតឲ្យញ៉ាំបៀញ៉ាំស្រាអីទេបាទនៅកន្លែងដើរលេងនេះបាទគឺវិន័យតឹងរឹងបាទនៅសហរដ្ឋអាមេរិកនេះបាទកាលណាយើងញ៉ាំស្រាញ៉ាំបៀនៅហ្នឹងបាទគឺនឹងវិន័យបាទយើងមើលកន្លែងកំពង់ផែនៅសាន់ឌីហ្គោហ្នឹងបាទនេះបាទសុទ្ធតែកប៉ាល់បាទកប៉ាល់ទេសចរបាទគឺគាត់ចតជាប់នឹងផែបាទនៅ downtown San Diego បាទ Hello បាទនេះគឺទេសភាពដូចនេះបាទហើយនេះគឺជាអគារឬក៏ building បាទនៅក្នុងទីក្រុង San Diego នេះបាទនេះសិតតែកន្លែងដែលគេចតកប៉ាល់បាទកប៉ាល់ទេសចរបាទនៅកន្លែងនេះសិតតែសត្វព្រាបបាទនៅតាមសមុទ្រសាន់ឌីហ្គោហ្នឹងបាទយើងឃើញសត្វព្រាបច្រើនមែនទែនបាទនេះកំពុងតែរកចំណីនៅលើស្មៅដែលគេកំពុងតែអង្គុយហ្នឹងបាទអត់ពីពួកគាត់នេះមកអង្គុយលេងអញ្ចឹងទៅបាទនៅកន្លែងសមុទ្រហ្នឹងបាទនៅសាន់ឌីហ្គោយើងគឺសម្បូរកន្លែងកំសាន្ត
ឬក៏កន្លែងដើរលេងបាទគឺបាទនៅទីនេះបាទគឺកន្លែងល្អបាទសម្រាប់ប្រជាជននៅទូទាំងពិភពលោកហ្នឹងបាទគឺតែងតែមានបំណងមកលេងនៅទីក្រុង San Diego រដ្ឋ California បាទព្រោះជាកន្លែងមួយដែលមានកន្លែងកំសាន្តច្រើនដូចជា San Diego Zoo បាទនៅដូចជា Safari Zoo បាទមានដូចជា Hollywood បាទកន្លែង Studio ថតខ្សែភាពយន្ត Hollywood បាទមានកន្លែង Hollywood Store បាទកន្លែងដើរលេងច្រើនណាស់បាទនៅរដ្ឋ California នេះបាទឡាននេះឡានគេឥឡូវគេមកដឹកភ្ញៀវបាទកន្លែងគេឡើងជិះបាទគេមកចតកន្លែងនេះហើយភ្ញៀវគេនឹងឡើងជីឡានហ្នឹងទៅជីឡានហើយចុះទឹកសមុទ្រទៀតបាទដើម្បីទៅមើលសត្វសៀលនៅក្នុងសមុទ្របាទហើយកន្លែងនេះក៏មានរថយន្តសម្រាប់ជូនភ្ញៀវទេសចរដើរកម្សាន្តនៅក្នុងទីក្រុង San Diego ដែរបាទអូយើងមើលឡានទំនើបរបស់គេបាទកន្លែងនេះវិញគេដាក់ធ្វើដូចឡានមួយអញ្ចឹងបាទនេះឡាននេះឃើញក្បាលឡាននេះ San Diego គេដាក់ធ្វើ San Diego បាទឥឡូវនេះដើរតាមផ្លូវនេះទៀតបាទនៅកន្លែងនេះក៏គេមានធ្វើដូចផនមួយអញ្ចឹងបាទនេះគេដាក់ថានេះបាទគេទៅសេនៅកន្លែងនេះបាទនេះគេដាក់ Welcome to Seaport Village Central Pond បាទកន្លែងហ្នឹងដូចផនមួយអញ្ចឹងមានសត្វទាសត្វអីបាទលេងនៅហ្នឹងហើយគេធ្វើដូចស្ពានមួយឆ្លងកន្លែងបឹងហ្នឹងអញ្ចឹងបាទនេះបាទស្អាតមែនតើបាទបាទកន្លែងនេះក៏មានបន្ទប់ទឹកដែរបាទនេះសម្រាប់បរិសុទ្ធបាទឥឡូវខ្ញុំមកចូលបន្ទប់ទឹកតិចបាទក្នុងបន្ទប់ទឹកគេស្អាតដែរបងប្អូននៅកន្លែង Seaport Village San Diego នេះបាទបន្ទប់ទឹកគេស្អាតបាទឥឡូវខ្ញុំមកនោមបន្តិចបាទឥឡូវនេះខ្ញុំដើរតាមផ្លូវនេះបាទកន្លែងនេះគឺសុទ្ធតែកន្លែងទេសចរបាទសត្វសុទ្ធតែសត្វព្រាបបាទហាNo, why would they do that for real? បាទនេះគេធ្វើដូចផ្ទះបាទផ្ទះនេះមិនមែនមនុស្សនៅទេបាទផ្ទះដូចគេលក់របស់របរបាទនៅខាងក្រោមហ្នឹងខាងលើក៏ដោយបាទគឺកន្លែងសម្រាប់លក់សម្ភារៈសម្រាប់ភ្ញៀវដែលមកលេងទីនេះបាទនេះគឺមើលខាងនេះចឹងមានលក់សកអាវនេះបាទសកអាវយឺតបាទបាទយើងមើលចំមកកន្លែងខាងមុខនោះបាទគឺសុទ្ធតែផ្ទះទៀបបាទប៉ុន្តែមិនមែនជាផ្ទះទេគឺជាហាងបាទហាងលក់របស់របរមានវ៉ែនតាមានសម្លៀកបំពាក់មានរបស់របរផ្សេងទៀតបាទសម្រាប់ភ្ញៀវមកលេងទីនេះបាទនេះយើងឃើញចេះបាទកន្លែងនេះគឺធ្វើដូចហ្គេមសួនច្បារហ្នឹងក៏យើងអាចអង្គុយលេងបានដែរបាទព្រោះយើងដើរហត់អីយើងអាចអង្គុយនៅលើហ្គេមហ្នឹងបាទដូចពួកគាត់នេះបាទគាត់អង្គុយលើបង់លើហ្នឹងបាទវាមានបង់ដាក់ឲ្យយើងអង្គុយដែរបាទទៅខាងមុខហ្នឹងមនុស្សច្រើនណាស់បាទយើងឃើញបាទមនុស្សកាន់តែច្រើនមកខាងមុខហ្នឹងព្រោះមានគេប្រគំតន្ត្រីបាទតាមខ្ញុំមកបាទព្រោះខ្ញុំឮសំឡេងភ្លេងបាទកន្លែងនេះវិញលក់សើកអាវខាងក្នុងនេះបាទមានកអាវមានមួកមានអីច្រើនណាស់បាទក្នុងនេះតែខ្ញុំអត់ចូលទេបាទខ្ញុំដើរថតខាងក្រៅបាទកន្លែងនេះមានហាងគឺលក់បាទម្ហូបអាហារបាទយើងឃើញនេះបាទជាមេនុយរបស់គេបាទគេដាក់រូបឲ្យយើងមើលនេះបាទហើយនៅកន្លែងនេះមានសត្វគោមានគោមួយប៉ុន្តែអានេះគោនេះគេធ្វើរបៀបបង់ឲ្យយើងអង្គុយទេបាទកៅអីដែលយើងអង្គុយអញ្ចឹងបាទនេះយើងអង្គុយលើនេះបាទនេះបាទគេធ្វើដូចកៅអីសម្រាប់ភ្ញៀវមកអង្គុយលេងនៅទីនេះបាទ
បាទកន្លែងនេះមានការប្រគំតន្ត្រីបាទបទចង្វាក់ country side បាទដែលគាត់កំពុងតែសម្ដែងបាទជាមួយនឹងហ្គីតារបស់គាត់បាទគាត់លេងហើយច្រៀងដោយខ្លួនគាត់បាទយ៉ាងពីរោះបាទដើម្បីកំដរភ្ញៀវលេងនៅទីនេះបាទបាទនេះគឺសតែអ្នកដែលអង្គុយមើលគាត់សម្ដែងហើយគេក៏មានញ៉ាំអាហារអីចឹងទៅបាទនេះមានភ្ញៀវច្រើនមែនទែនបាទនៅជុំនេះបាទបងប្អូនឥឡូវនេះខ្ញុំមកអង្គុយបាទកន្លែងនេះបន្តិចបាទនៅកន្លែង Seaport Village ហ្នឹងបាទព្រោះដើរច្រើនពេករៀងជុកជាងដែរហើយក៏ឃើញកន្លែងនេះមានបងប្អូនបាទអ្នកទេសចរឬក៏អ្នកមកលេងទីនេះហ្នឹងបាទគេញ៉ាំអាហារបាទហើយក៏មានមនុស្សដើរឆ្លងកាត់បាទនៅកាត់មុខខ្ញុំហ្នឹងបាទនៅជុំវិញនេះគឺសុទ្ធតែកន្លែងដែលគេញ៉ាំអាហារទាំងអស់បាទហើយសុទ្ធតែជាហាងបាទលក់ភេសជ្ជៈលក់ម្ហូបអាហារបាទនៅជុំវិញនេះតែម្ដងបាទនេះខ្ញុំគ្រាន់តែផ្ដិតយករូបភាពបាទនៅកន្លែងកំពង់ផែសមុទ្រនៅឯទីក្រុង San Diego នេះបាទមនុស្សច្រើនបាទយើងឃើញមានតុមានអីបាទគឺគេរៀបចំសម្រាប់ឲ្យភ្ញៀវមកអង្គុយញ៉ាំបាទយើងមើលកន្លែងនេះបាទមាននារីមួយបាទគេដាក់រូបសញ្ញាថា the best donut បាទកន្លែងនេះគេលក់ donut ហើយក៏យើងចូលតាមជាប់នេះបាទបើយើងចង់ញ៉ាំ donut អីបាទឥឡូវនេះខ្ញុំនឹងតាមផ្លូវនេះបាទនេះសុទ្ធតែគេបរិភោគអាហារនៅទីនេះបាទយើងឃើញពួកគាត់បាទកំពុងតែរីករាយជាមួយនឹងម្ហូបឆ្ងាញ់នៅទីនេះកន្លែងនេះសុទ្ធតែជាកន្លែងគេលក់ម្ហូបបាទហើយនេះកន្លែងគេតម្រង់ជួរដើម្បីទិញការ៉េមបាទនេះបាទមានការ៉េមបាទមានច្រើនប្រភេទ4ប្រភេទដែលយើងអាចកម្មង់ការ៉េមមួយណាក៏បានដែរបាទឥឡូវនេះគឺកំពុងតែតម្រង់ជួរបាទឥឡូវខ្ញុំនឹងទិញការ៉េមមួយដើមសិនបាទដើម្បីកុំឲ្យស្រេកទឹកបាទធ្វើទៅតម្រង់ឆ្ងាញ់ឈ្ងុយបាទបាទឥឡូវ order គឺទៅ order ខាងនោះបាទឥឡូវខ្ញុំ order ហើយមក pick up កន្លែងនេះបាទកន្លែងនេះយើងចាំទទួលបាទយើងបង់លុយបង់អីនោះមកហើយយើងមកចាំយកការ៉េនៅកន្លែងនេះបាទឥឡូវគេធ្វើហើយគេនឹងហៅឈ្មោះយើងបាទនេះគាត់អ្នកលក់នេះអញ្ចឹងបាទនេះគាត់ចាំឲ្យការ៉េយើងបាទដែលយើងបង់លុយរួចហើយឥឡូវចាំគាត់ហៅយើងបាទមានការ៉េច្រើនណាបាទនៅទីនេះបាទបងប្អូនឥឡូវនេះខ្ញុំនឹងបញ្ចប់ការដំណើរកម្សាន្តរបស់ខ្ញុំត្រឹមនេះសិនហើយបាទហើយសូមអរគុណបងប្អូនយ៉ាងច្រើនបាទចំពោះការតាមដានទស្សនាវីដេអូរបស់ខ្ញុំបាទតាំងពីដើមរហូតដល់ចប់បាទខ្ញុំសូមអរគុណនិងជម្រាបលា